7 បញ្ហា Ulster ប្រទេសអេឡង់ស្ថិតនៅប៉ែកខាងលិចបំផុតនៃទ្វីបអឺរ៉ុបនៅក្នុងលំហមហាសាគរអាត្លង់តិកគឺជាប្រទេសមួយដែលមានជួរភ្នំព័ទ្ធជុំវិញនៅប៉ែកកណ្ដាលលាតសន្ធឹងដោយវាលរាបលក្ខខណ្ឌធម្មជាតិមិនសូវអំណោយផលដល់ជីវិតរស់នៅប៉ុន្មានឡើយពីព្រោះមានដីសើមជ្រុលហើយពិបាកនៅក្នុងការរកដីតំបន់ណាដែលមានជីវជាតិណាស់ជនជាតិអេឡង់បានទទួលការឈឺចាប់ដោយសារប្រវត្តិសាស្ត្ររបស់ខ្លួនដ៏ជូរចត់ជនជាតិអេឡង់ភាគច្រើនជាអ្នកកាន់សាសនាគ្រឹះនិកាយកាតូលិកដែលបានតស៊ូការពារអត្តសញ្ញាណជាតិប្រឆាំងនឹងអង់គ្លេសដែលជាសត្រូវប្រចាំសតវត្សសាធារណរដ្ឋអេឡង់ខាងត្បូងបានក្លាយជារដ្ឋឯករាជ្យពីប្រទេសអង់គ្លេសនៅឆ្នាំ1948ដែលមានរដ្ឋធានីឈ្មោះឌុយផ្លាំងជីវភាពប្រជាជនអេឡង់ខាងត្បូងពឹងផ្អែកទៅលើវិស័យកសិកម្មមានដំឡូងបារាំងការចិញ្ចឹមសត្វនិងនេសាទអេឡង់ខាងជើងហៅថា Ulster មានរដ្ឋធានី Belfast មានដែនដី6បញ្ចូលគ្នាជាទឹកដីអាណានិគមអង់គ្លេសមានប្រជាជន 1% ធំជានិគមជនមកពីប្រទេសអង់គ្លេសចំណែកឯប្រជាជនដើមកំណើតអេឡង់ប្រកាន់សាសនាកាតូលិកបានរងនៅការឈឺចាប់ដោយការរើសអើងអ្នកកាន់សាសនាពីពួកប្រូតេស្តង់នៅសតវត្សទី60ដល់70មានការផ្ទុះបាតកម្មយ៉ាងខ្លាំងរហូតដល់មានអំពើហិង្សាដោយមានរបួសនិងស្លាប់ក្រោមបង្គាប់ពីកងទ័ពអង់គ្លេសតាំងពីមានវិបត្តិបង្ហូរឈាមនេះមកមានមនុស្សស្លាប់ចំនួន200នាក់និងមានរបួសជាច្រើនអ្នកទៀតវិបត្តិនៅអេឡង់ខាងជើងបានធ្វើឲ្យអង់គ្លេសមានការធុញទ្រាន់ជាខ្លាំងវិបត្តិនយោបាយបានឈានរហូតដល់អង់គ្លេសព្រមទទួលស្គាល់សិទ្ធិពលរដ្ឋនិងបង្កើតរដ្ឋាភិបាលនៅឆ្នាំ1972រដ្ឋាភិបាលអង់គ្លេសបានលុបបំបាត់វិស័យអេឡង់ខាងជើងជាហេតុបណ្ដាលឲ្យកើតអំពើភេរវកម្មគួរឲ្យភ័យខ្លាចមួយនៅឆ្នាំ1984ដើម្បីបញ្ចប់វិបត្តិនយោបាយនេះរដ្ឋាភិបាលអង់គ្លេសបានបើកកិច្ចចរចាជាមួយចលនាកងទ័ពសាធារណៈអេឡង់ដើម្បីបញ្ចប់ជម្លោះនៅទីក្រុង Belfast នៅឆ្នាំ1998វិបត្តិនេះបានបញ្ចប់ដោយអង់គ្លេសបានបង្កើតរដ្ឋាភិបាលមួយដែលមានសមាជិកនិកាយទាំងពីររួមគ្នាកាតូលិកនិងប្រូតេស្តង់